សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីពិធីឆុងតាប៉ែទឹកដោះគោដុំក្រអូបសម្រាប់ការលេខ22ដែលជាមនុយប្លែកហើយរសជាតិរបស់វាក៏ឆ្ងាញ់ដែរបងប្អូនឥឡូវនេះគ្រឿងផ្សំរបស់យើងមានដូចជាដោះគោស្រស់ជាមួយនឹងទឹកផ្លែដូងក្រអូបនិងតាប៉ែជាមួយនឹងទឹកដោះគោខាប់នេះគឺជាតាប៉ែដែលទិញគេមកស្រាប់ទេបងប្អូនប៉ុន្តែយើងជ្រើសរើសយកតាប៉ែណាដែលគេធ្វើឆ្ងាញ់ណាបងប្អូនហើយនឹងទឹកដូងក្រអូបនេះគឺជាប្រភេទទឹកដូងក្រអូបដែលយើងកាប់ពីផ្លែដូងហើយប៉ុន្តែលាយជាមួយទឹកដូងกระดาษនេះដោយសារតែផ្លែដូងក្រអូបនឹងទិញមកប៉ះចំអត់ក្រអូបហ្មងរសជាតិវាអត់សូវក្រអូបទេចាញ់ទឹកដូងกระดาษទៀតអញ្ចឹងយើងត្រូវលាយជាមួយទឹកដូងกระดาษនឹងទៅវាឈ្ងុយហើយនេះគឺជាសាច់ដូងបើសិនយើងប្រើទឹកដូងกระดาษវាមានសាច់ដូងដាក់តែបើយើងប្រើផ្លែដូងវាមានសាច់ដូងដាក់ពីលើអញ្ចឹងណាឥឡូវនេះយើងក៏មកឆុងទាំងអស់គ្នាដោយយើងប្រើជាមួយនឹងទឹកដូងក្រអូបរបស់យើងហ្នឹងចំនួន100មីលីលីត្រគឺពីកូនកែវក្រាត់ថ្មហ្នឹងគឺវាស្មើនឹង100មីលីលីត្រណាបងប្អូនអញ្ចឹងចំពោះបងប្អូនដែលមិនបាក់រកទិញផ្លែដូងអាចប្រើទឹកដូងกระดาษនេះបានណាបងប្អូនគឺថាក្រអូបឈ្ងុយឆ្ងាញ់ជាងផ្លែដូងផងផ្លែដូងបើយើងទិញត្រូវឆ្ងាញ់តែបើយើងទិញប៉ះអត់ក្រអូបគឺដូចទឹកដូងធម្មតាចឹងបងប្អូនហើយឥឡូវនេះក៏យើងប្រើជាមួយនឹងទឹកដោះគោស្រស់กระดาษហ្នឹងចំនួន50 ml ទៀតបន្ទាប់មកយើងក៏ប្រើជាមួយនឹងទឹកដោះគោខាប់ចំនួន40មីលីលីត្រចំពោះទឹកដោះគោខាប់បងប្អូនអាចបន្ថែមបន្ថយបានអត់កំណត់ទេដោយសារតែមនុស្សម្នាក់ការញ៉ាំផ្អែមខុសៗគ្នាអញ្ចឹងអាចបន្ថែមបន្ថយបានកូរល្បាយទឹកដោះគោដូងរបស់យើងឲ្យចូលគ្នាបន្ទាប់មកទៀតយើងក៏ដួសទឹកកកមកប៉ុន្តែមិនចាំដួសដាក់ឲ្យពេញកែវពេកទេដោយសារតែយើងនៅដាក់តាប៉ែពីខាងលើចំពោះតាប៉ែនេះយើងត្រូវជ្រើសរើសមើលតាប៉ែណាដែលឆ្ងាញ់ហើយអត់មានជាតិជូរខ្លាំងហើយតាប៉ែនឹងអត់រីកបែកសាច់កហ្នឹងណាបងប្អូនយើងជ្រើសរើសតាប៉ែដែលមិនល្មមអត់ជ្រាយពេកអត់បែកសាច់ហើយអត់ជូរខ្លាំងអញ្ចឹងបើយើងជ្រើសរើសតាប៉ែត្រូវគឺឆ្ងាញ់ណាបងប្អូនតែបើជ្រើសរើសតាប៉ែត្រូវមនុស្សនេះក៏ឆ្ងាញ់ទេបន្ទាប់ពីយើងដួសសាច់តាប៉ែដាក់ពីខាងលើហើយយើងក៏ដួសជាមួយនឹងសាច់ដូងដែលយើងបានកោសមុននឹងដាក់ពីខាងលើមកជាការស្រេចចំពោះមនុយតាប៉ែដូងក្រអូបនេះដែរគឺរសជាតិរបស់វាឆ្ងាញ់មួយយ៉ាងបងប្អូនដែលសាក់លបងធ្វើបានណាយើងអាចប្រើឡាព្រាដួសញ៉ាំក៏បានឬមួយក៏យើងបឺតជាមួយនឹងកំប៉ុងទីយ៉ូគុយក៏បានដែរបងប្អូនដូច្នេះបើសិនអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់បានគ្រឿងផ្សំកាហ្វេឬក៏គ្រឿងផ្សំតែគុជអាចតាក់ទងបានខាង page នាងខ្ញុំបានដាក់នេះសូមអ្នកទាំងអស់គ្នាជួយចុច like page ឬក៏ជួយ subscribe channel YouTube ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតអរគុណច្រើនអ្នកទាំងអស់គ្នា